បានមកដល់ប្រទេសកូរ៉េស្វាគមន៍មកកាន់អេពីសូតទី1នៃដំណើរកម្សាន្តទៅប្រទេសកូរ៉េយប់ថ្ងៃទី1គឺខ្ញុំបានមកដល់ airport ហើយបន្ទាប់មកយើងរៀបចំ check in ក៏ដូចជាឡើងទៅ departure យកតែម្ដងអ្នកទាំងនេះប្រកាសជាធ្លាប់តែឃើញវីដេអូខ្ញុំលេងបាល់ទាត់តែថ្ងៃហ្នឹងដែរគឺខ្ញុំនឹងមកធ្វើ vlog ម្ដងឲ្យអ្នកទាំងនេះបានមើលហើយ flight គេក៏បាន delay ដល់ទៅ2ម៉ោងឯណោះចឹងវាដេកមើលយន្តហោះបាទដោយសារតែយន្តហោះចេញយប់អញ្ចឹងទៅដល់នោះគឺថាព្រឹកហើយយើងក៏បានមើលព្រះអាទិត្យរះគឺថាស្រស់ស្អាតខ្លាំងមែនតើគេសុកក៏គេដាស់បាទអញ្ចឹងថាញ៉ាំ breakfast នៅលើយន្តហោះតែម្ដងហើយដល់មកទៀតយើងក៏បានមកដល់ប្រទេសកូរ៉េតែម្ដងតបជារថភ្លើងហើយឥឡូវគឺថាយើង start day របស់យើងតែម្ដងបាទឥឡូវគឺថាយើងដោះថ្មិញហើយយើងរៀបចេញទៅដើរលេងតែម្ដងខ្ញុំក៏បានត្រៀមជាមួយនឹងកៅអៅផងដែរដោយសារនៅនឹងអាកាសធាតុរបស់វានឹងត្រជាក់បន្ទាប់ពីយើងជិះយន្តហោះមួយ5ម៉ោងហើយគឺថាហេវអីបាទចឹងគឺថាឥឡូវគេដាក់ស៊ុបឆ្អឹងជនីគោបែបកូរ៉េបាទគឺថាអត់ដឹងជាស្អីដែរមិនដឹងគេហៅអីបាទចេះហូបទៅគេដាក់ឲ្យហូបអីបន្ទាប់មកទៀតគឺយើងត្រូវបន្តចេញដំណើរទៅ Palace របស់ប្រទេសកូរ៉េដែលល្បីទូទាំងពិភពលោកហើយក៏គេតម្រូវឲ្យយើងរៀបចំពាក់កៅអៅបែបលក្ខណៈប្រពៃណីរបស់ប្រទេសកូរ៉េផងដែរឥឡូវគេពងតែរើសកៅអៅខ្ញុំហើយខ្ញុំប្រាប់គេថាកៅអៅសម្រាប់ឋានៈតូចគឺខ្ញុំអត់យកទេគឺខ្ញុំតម្រូវយកឋានៈជាស្ដេចតែម្ដងបាទអញ្ចឹងគឺថាគេរៀបចំឲ្យគឺថាពណ៌ក្រហមលក្ខណៈបែបស្ដេចសម័យកូរ៉េតែម្ដងអត់មានអីច្រើនទេគឺថាមកថតរូបលេងតែប៉ុណ្្នឹងឯង Hello Hello ចូលថ្មីចឹង Hello. What is your nationality? Japan? Yes. Japanese? Yes. Yeah. Okay. Cambodia. You know Cambodia? Yes. Cambodia. Oh, okay. Bye. Nice to meet you. Bye. បន្ទាប់ពីចេញពី Palace គឺថាយើងផ្លាស់កៅអៅរបស់យើងហើយយើងចេញទៅកន្លែងកំសាន្តថ្មីមួយទៀត Everland បាទអញ្ចឹងថាជាកន្លែងកំសាន្តដ៏ធំមួយនៅក្នុងប្រទេសកូរ៉េអញ្ចឹងឥឡូវយើង yeah let's go ឥឡូវជិះនេះជិះទៅដល់កោះណានេះ Bro. Hey. Hello, bro. នៅនឹងគឺថាមានទាំងសួនសត្វមានកន្លែងលេងគឺថាធំខ្លាំងមែនតើលេងសឹងមួយថ្ងៃអត់អស់ទេហើយនេះគឺកន្លែងសត្វ Penguin Roller coaster គេ My រៀមជិះបាទ Roller coaster ជាងថាឥឡូវយើងបានមកដល់កន្លែង Panda Wow ដូចជាវ៉ាវអីទេក្នុងហ្នឹងគឺថាភ្លើងភ្លឺវិលមកបន្ទាប់ពីត្រង់ជួយូរមែនតើបន្ទាប់មកទៀតគឺខ្ញុំបានមកឃើញសត្វ Panda ជាលើកដំបូងក្នុងឆាកជីវិតបាទហើយមកដល់គឺថា Panda ហ្នឹងលមាស់គូតក៏បានអេសគូតនៅកណ្ដាលមុខខ្ញុំតែម្ដងហើយនេះគឺ Red Panda ដែលមើលទៅគឺថាស្តៀងសត្វឆ្មាអញ្ចឹងតែវា cute មែនតើហើយបន្ទាប់មកទៀតខ្ញុំក៏បានចេញដំណើរទៅជា roller coaster របស់គេនេះបាទគឺថាខ្ពស់ខ្លាំងមែនតើបាទឥឡូវធ្វើការឡើង roller coaster តែម្ដងអ្នកទាំងគ្នាចូលមក roller coaster គេប៉ុណ្ណាហើយហើយបន្ទាប់មកតម្រង់ជួរគេក៏ឲ្យយើងកម្ដៅសាច់ដុំផងដែរហើយគឺថាគេឲ្យយើងយកទូរស័ព្ទថតទេអញ្ចឹងថាខ្ញុំបាន selfie តែបន្តិចតួចប៉ុណ្្នឹងឯងហើយក៏បានដើរលេងសួននឹងគឺថាអត់អស់ទេអ្នកទាំងគ្នាអញ្ចឹងមានយើងចាប់គឺយើងមកញ៉ាំសាច់អាំងបែបកូរ៉េបាទអាកាសធាតុ0អង្សាសេបាទ fucking hell bro បន្ទាប់មកទៀតក៏បានមកដល់តែដើម្បីយើងដាក់អីវ៉ាន់ហើយគឺថាយើងសម្រាកបន្តិចបន្ទាប់មកទៀតគឺថា night walk ដើម្បីទៅទិញអីញ៉ាំនៅ 7-Eleven ក៏ដូចជា street walk នៅប្រទេសកូរ៉េបាទអញ្ចឹងគឺថាហ្នឹងគឺថាសប្បាយមែនតើអ្នកទាំងគ្នានិយាយទៅគេមានលក់សັບគ្រប់តែម្ដងជាពិសេសគឺថាដោះគោហើយនឹងគ្រឿងញ៉ាំដែលគេល្បីក្នុង K-drama ខ្ញុំបានទិញយកទៅញ៉ាំ Day 1ក៏បានបញ្ចប់ See you soon episode 2